Hello សួស្តីអ្នកនរគ្នាជួបជាមួយខ្ញុំបាទមិញហមម្ដងទៀតហើយចឹងថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នកនរគ្នាអំពីរបៀបបង្កើតអំពីរបៀបinstall CentOS នៅលើ VMware ចឹងដំបូងយើងចុចcreate មកហើយយើងយក typical ហើយកន្លែងនេះយើងយកនេះយក វា install system layer ហ្នឹងមកបន្ទាប់មកទៀតយើងចុច next ហើយអានេះយើងរើសយក Linux ហើយឥឡូវនេះយើងយក CentOS ចឹងដោយសារVMware ខ្ញុំវា version ចាស់ចឹងទៅវាអត់មានអា CentOS 9ហ្នឹងចឹងយកអាហ្នឹងមកហើយបន្ទាប់មកទៀតខ្ញុំដាក់ឈ្មោះចឹងខ្ញុំដាក់ឈ្មោះរបស់ថ្នាក់ខ្ញុំ M1 CentOS ចឹងបន្ទាប់មកទៀតឥឡូវនេះខ្ញុំរើសទីតាំងចឹងទីតាំងរបស់វាខ្ញុំដាក់នៅក្នុងdrive D program ហើយ VM ហើយនេះដាក់នៅក្នុង folder M1 CentOS ហើយបន្ទាប់មកទៀតយើងចុច next អញ្ចឹងកន្លែងនេះបើសិនជាអ្នកនរគ្នាយកអាខាងក្រោម multiple file នេះវាលឿនប៉ុន្តែវាពិបាក copy បើយក disk ជា multiple ហ្នឹងហើយបើយកខាងលើវារៀង slow តែវាស្រួល copy វាមានតែមួយ file អញ្ចឹងយើងយកខាងលើមកហើយ disk វាខ្ញុំដាក់ 20G មកហើយបន្តមកទៀតយើងចុច next ហើយយើង custom hardware អញ្ចឹងខ្ញុំយក RAM 2G processor ខ្ញុំយក2ដែរមកហើយឡើយនេះយើងយក IF file អញ្ចឹងខ្ញុំចូលទៅយក IF file របស់ខ្ញុំដាក់នៅក្នុង software IF file នេះចឹងបើសិនជាអ្នកគ្នាអត់ទាន់ install អា file ហ្នឹងទេចឹងយើងចូលមកកាន់ជ្រៅមកហើយយើងវាយ send នេះយើងវាយប៉ុណ្ណឹងមក centos.org/download ហើយយើងយក version 9ហ្នឹងមកហើយចុចយក download IIS នេះយក8664ហ្នឹងមកចឹងដោយសារខ្ញុំដោនហើយខ្ញុំអត់ដោនទៀតទេអូខេអញ្ចឹងចូលមកការ install ចឹងវិញឡើងនេះដូចជាអត់មានដូរអីទេអញ្ចឹងកន្លែងនេះបើសិនជា RAM អ្នកនរគ្នាធំអីអ្នកនរគ្នាអាចយក 4G ក៏បានឬក៏កុំព្យូទ័ររបស់អ្នកនរគ្នា RAM តូចអីអាចយក 1G ក៏បានដែរហើយឥឡូវនេះខ្ញុំដាក់មួយវិញណាយ៉ាប៉ុណ្ណឹងហើយយើងអូខេយើង close មក finish អូខេអញ្ចឹងយើងចុច power on មកអូខេចឹងឡើយនេះអ្នកនរគ្នាចុចអាសញ្ញាព្រួយចុចទៅខាងលើមកហើយយក install CentOS 9ហ្នឹងមកហើយ enter អញ្ចឹងយើងធ្វើការរងចាំវាបន្តិចទៅតបមកពេលចេញផ្ទះនេះយើងរើសយកអង់គ្លេសហើយយើងយក United States English United States ហើយយើងចុច continue មកអញ្ចឹងបន្តមកទៀតយើងចូលកន្លែង install នេះមកហើយអញ្ចឹងកន្លែងនេះយើងយក auto បន្តិចមកអញ្ចឹងមានន័យថាeverything នៅក្នុង folder root នៅក្នុង root ហ្នឹងតែបើយើងយក custom យើងអាចដាក់ក្រៅ root នឹងអីបានអញ្ចឹងខ្ញុំយក automatic ហើយចុច done មកអញ្ចឹងកន្លែង software selection យើងអត់ប្រើ GUI ទេយើងអត់ប្រើ interface ទេយើងប្រើជា terminal សុទ្ធយើងប្រើ server នេះចុចយក server មកហើយចុច done បន្តមកទៀតចូលមក root user root password អញ្ចឹងមកដល់ហើយនេះយើង check យក olo root sh ហ្នឹងមកហើយយើងដាក់ password
root password ហើយនឹង confirm password ខាងលើខាងក្រោមហ្នឹងខ្ញុំដាក់ឲ្យដូចគ្នាមកខ្ញុំដាក់ password របស់ខ្ញុំដាក់ confirm password មកខ្ញុំដាក់ឲ្យដូចគ្នាមកអញ្ចឹងឡើយនេះយើងមក check ទេយើងដក check មកដើម្បីយើងបង្កើត user ថ្មីយើងអត់ប្រើ root user នោះទេយើងប្រើ root user default វាទេអញ្ចឹងយើងដក check វាមកហើយយើងចុច done មកហើយយើងតបមកយើងចូល user creation អញ្ចឹងកន្លែងនេះយើងបង្កើត user អញ្ចឹងខ្ញុំដាក់ឈ្មោះខ្ញុំមកឈ្មោះខ្ញុំmain ហើយកន្លែងនេះយើង make this user ឲ្យស្មើទៅនឹង administrator ដែរអញ្ចឹង user ហ្នឹងស្មើនឹង administrator ហើយយើងដាក់ password មកដាក់ឲ្យដូចគ្នាមកក្នុងក្រោមហ្នឹងបន្ទាប់ពីដាក់ហើយយើងចុច done មកកន្លែង create user ហ្នឹងមានតែប៉ុណ្្នឹងទេហើយយើងចុចbegin installation មកអញ្ចឹងបន្ទាប់ពីមកដល់កន្លែងនេះយើងធ្វើការរងចាំយូរបន្តិចយើងធ្វើការចាំរហូតដល់វា complete មកអូខេអញ្ចឹងបន្ទាប់ពី complete យើងចុច reboot system យើងចុច reboot system មកអញ្ចឹងឡើយនេះយើងធ្វើការរងចាំវាយូរតិចដែរអូខេអញ្ចឹងបន្ទាប់ពីរងចាំយូរវានឹង load ចេញផ្ទាំងបែបនេះហើយវានឹងឲ្យយើងបញ្ចូល username ដែលយើងបានបង្កើតមុនហ្នឹងអញ្ចឹងដើម្បីឲ្យបញ្ចូលបានយើងយកម៉ៅคลิกលើហ្នឹងហើយយើងវាយ username និង password ដែលយើងបានដាក់មុនហ្នឹងដាក់ password យើងមកអូខេអញ្ចឹងមានន័យថាយើងលុបចូលបានហើយអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេណាអ្នកនរគ្នាបាយបាយ